លឺគេល្បីថាខ្ញុំនឹងឲ្យប្តឹងជីដូនខ្លួនឯងសំណួរសួរថាតម្រាំតែដើរដល់ដំណាក់កាលនេះហេតុអ្វីបានជាខ្ញុំប្តឹងគាត់ហើយលឺថានិយាយថាខ្ញុំនឹងប្តឹងគាត់ដាក់គុកទៀតហើយអ្នកឯងនិយាយបំភ្លៃការពិតខ្ញុំមិនបានប្តឹងគាត់ដាក់គុកទេខ្ញុំប្តឹងយកទ្រព្យសម្បត្តិរបស់ខ្ញុំដែលនៅសល់នឹងគាត់យកត្រឡប់មកវិញតនពីចំណុចហ្នឹងតែគាត់មិនព្រមចូលខ្លួនទៅដោះស្រាយហើយតម្រាំតែដល់ផ្លូវដែលខ្ញុំនេះចេញទៅប្តឹងគាត់សម្រួល2000ដងហើយខ្ញុំទៅលន់តួសុំវសាពះយំណាស់ឌឺដកអីក៏មានដែរហើយសំណួរសួរថាតើទ្រព្យដែលខ្ញុំទៅស្នើសុំអង្វរយកមកវិញនឹងរបស់គាត់មែនរបស់ខ្ញុំទាំងអស់នៅពេលដែលគាត់មកស្នើសុំខ្ញុំជីម៉ាចង់ទិញផ្ទះនេះផ្ទះ 39K នេះឥឡូវគេចរចានៅក្នុងតម្លៃ 120,000 ជាងទិញឲ្យដាក់ឈ្មោះនាងឯងទេម៉ាទិញបានអត់ខ្ញុំថាទិញចោះតែកុំភ្លេចហៅខ្ញុំទៅប្រិតមេដៃផងតែផ្ទុយស្រឡះនៅពេលដែលខ្ញុំបោះលុយទៅឲ្យអត់ឲ្យខ្ញុំទៅប្រិតមេដៃទេគេផ្ដិតមុនពេលដែលខ្ញុំងើបពីដេកព្រោះខ្ញុំងើបពីដេកពេលថ្ងៃអ្នករកស៊ីអនឡាញដឹងហីអញ្ចឹងហើយគេដឹងថាខ្ញុំងើបពីដេកពេលថ្ងៃគេផ្ដិតពេលព្រឹកឲ្យហើយដាក់ឈ្មោះគេឯកសារគេទាំងអស់រួចបន្ទាប់ពីហ្នឹងមកទៀតខ្ញុំសួរថាមូលហេតុអីបានមិនព្រមហៅខ្ញុំគេថាខ្ជិលដាស់នាងឯងទុកឲ្យនាងឯងដេកទៅដល់តែពេលហើយគេប្រាប់ថាអញគ្មានយកទៅណាទេលុយនាងឯងអញដឹងហើយអញទិញហើយនៅថ្ងៃអនាគតពេលនាងឯងមានគ្រួសារមានប្តីអញផ្ទេទៅឲ្យនាងឯងវិញដដែលទេអានឹងជាពាក្យសម្ដីរបស់ជីដូនរបស់ខ្ញុំបន្ទាប់មកទៀតគេមកស្នើសុំខ្ញុំណាដើម្បីទៅទិញដីមកកន្លែងទៀតដែលជាដីវាលស្រែនៅខាងដូចជាផ្លូវជាតិលេខម៉ានលេខ3អីផ្លូវទៅកពតហ្នឹងតម្លៃប៉ុណ្នេះអីចឹងទៅខ្ញុំសូមអត់និយាយតម្លៃនៅក្នុងវីដេអូនេះទេហើយខ្ញុំក៏និយាយថាទិញចោះតែគាត់បានបញ្ជាក់ទៀតថាអញទិញទុកឲ្យនាងឯងទេនៅថ្ងៃដែលនាងឯងមានប្តីអញនឹងផ្ទេឲ្យទៅវិញហើយនៅផ្ទះដែលគាត់រស់នៅជាប្រចាំថ្ងៃផ្ទះ 25K នៅបូរីហុងឡាយវែងស្រេងចិត្តសាតាពាំងថ្លឹងណាដោយការស្រឡាញ់ជីដូនចៅម្នាក់នេះក៏បានទិញផ្ទះមួយនឹងតម្លៃ$100,000ហើយក៏ដាក់ឈ្មោះខ្ញុំផ្អោបជាមួយនឹងឈ្មោះគាត់ព្រោះពេលហ្នឹងខ្ញុំនៅលីវខ្ញុំទៅតែចាប់ដើមអាជីវកម្មហ្នឹងថ្មីទេបងប្អូនរបៀបយើងរៀងរិចដោះដាលណាពេលជំនាន់ហ្នឹងអញ្ចឹងក៏ទិញផ្ទះហ្នឹងនៅក្នុងតម្លៃ$100,000ហើយគាត់និយាយថាថ្ងៃអនាគតផ្ទះហ្នឹងផ្ទេឲ្យយ៉ាងឯងវិញទេអញអត់មានដឹងយកធ្វើអីទេព្រោះអញចំណាស់ហ្នឹងហើយអានេះហើយគឺជាការទុកចិត្តហើយក្នុងកំឡុងពេលដែលខ្ញុំរកស៊ីនៅលើបណ្ដាញសង្គមអនឡាញលុយដែលខ្ញុំរកបានពីគណនីអនឡាញទាំងអស់ខ្ញុំយកទៅផ្ញើនៅជីដូនរបស់ខ្ញុំដើម្បីឲ្យទុកលុយរបស់ខ្ញុំទាំងអស់តែជីដូនរបស់ខ្ញុំបានផ្ទេសាច់ប្រាក់ដែលខ្ញុំផ្ញើនឹងគាត់នេះទៅឲ្យអ្នកជុំវិញខ្លួនគាត់ដើម្បីសង់ផ្ទះទិញអីផ្សេងដែលគេត្រូវការចឹងទៅព្រោះសំណប់ចិត្តរបស់គាត់សំណួរសួរថាខ្ញុំជាម្ចាស់លុយឈឺចាប់ទេញើសឈាមស្រែកលើបណ្ដាញសង្គមរាល់ថ្ងៃដើម្បីបានលុយយកទៅផ្ញើដោយសារតែភាពទុកចិត្តមានពេលខ្លះគាត់មកសុំខ្ញុំទិញគ្រឿងពេជ្រទិញចោះឲ្យតែម៉ាសប្បាយចិត្តប៉ុន្តែផ្ទុយទៅវិញគាត់លេងខ្ញុំមកក្បាច់ដាច់ចកេះផឹងគាត់ទិញគ្រឿងសម្ភារៈនិយមពាក់ព័ន្ធជាមួយនឹងគ្រឿងអលង្ការរបស់គាត់អស់ចិត្តអស់ចង់ហើយខ្ញុំបំពេញផ្លូវចិត្តគាត់ហើយខ្ញុំរ៉ាប់រងនៅក្នុងគ្រួសារនឹងទាំងអស់នៅពេលដែលខ្ញុំរស់នៅផ្ទះនោះទឹកភ្លើងបុគ្គលិកអ្នកខ្លះមកស៊ីបាយផ្ទះខ្ញុំហើយវិចខ្ចប់ទៅផ្ទះទៀតខ្ញុំដែរនិយាយមួយម៉ាត់អត់ខ្ញុំរ៉ាប់រងទាំងអស់នៅក្នុងគ្រួសារអញ្ចឹងបងប្អូនយល់អារម្មណ៍ខ្ញុំពេលនេះលុយរបស់ខ្ញុំដែលខ្ញុំខំរកយកទៅផ្ញើនឹងគេបោកខ្ញុំអស់ហើយរហូតដល់ផ្ទុះរឿងចុនថោកទៀតនេះដែលទុកបំណុលឲ្យខ្ញុំសងចំនួននេះទៅខ្ញុំទៅស្នើសុំផ្ទះឬក៏សាច់ប្រាក់ដែលខ្ញុំធ្លាប់យកទៅផ្ញើនឹងគាត់ពីមុនហ្នឹងយកមកវិញខ្លះដើម្បីទៅដោះបំណុលហ្នឹងឲ្យចប់កុំឲ្យខ្ញុំហ្នឹងវាមានជាពាក់វគ្គវិនក្នុងការចេញចូលរឿងដោះបំណុលហ្នឹងញ៉ៃព្រោះពេលហ្នឹងគឺខ្ញុំចាក់ចេញមកគឺខ្ញុំអត់មានយកអីមកទេអាហ្នឹងខ្ញុំនិយាយឲ្យពីការប៉ັດណាតែគាត់អត់ព្រមឲ្យខ្ញុំទេស្ដាប់ឲ្យតន់ទោះដឹងថាសាច់ប្រាក់ខ្ញុំផ្ញើនឹងគាត់ក៏គាត់មិនឲ្យខ្ញុំគាត់ឆ្លើយថាលែងមានលុយគ្មានមានលុយណាទេសួរតែលុយដែលខ្ញុំខំរកពីមុនមកទៅណាទី1ទី2ថាលុយអត់ក៏អត់ចោះហើយចោះសំណួរសួរថាផ្ទះដែលយកលុយខ្ញុំទៅទិញផ្ទះដាក់ឈ្មោះគាត់ហេតុអីមិនព្រមផ្ទេមកឲ្យខ្ញុំដើម្បីឲ្យខ្ញុំយកទៅលក់ឬក៏ប្រចាំធនាគារដើម្បីយកលុយទៅដោះបំណុលសិនគាត់អត់ព្រមទេគាត់ស៊ូឃើញខ្ញុំពិបាកដុនដាបដល់ដំណាក់កាលចុងក្រោយរហូតដល់ខ្ញុំបោកចានភុះខ្ញុំរកយកចានហ្នឹងមកក៏គាត់នៅតែនិយាយថាចង់ងាប់ណាងាប់អញមិនឲ្យឈឺចាប់ទេបងប្អូនឈឺចាប់អត់សាច់ប្រាក់ទាំងអស់ត្រូវគេបោកហើយអ្នកដែលបោកគឺជីដូនខ្លួនឯងហើយត្រូវគេទុកបំណុលឲ្យខ្ញុំសងចំនួនរាប់ម៉ឺនទៀតនេះខ្ញុំសួរចិត្តបងប្អូនតែប៉ុណ្្នឹងឯងបើបងប្អូនជាខ្ញុំតើបងប្អូនមានអារម្មណ៍បែបណាលុយត្រូវគេបោកអស់ហើយគេទុកបំណុលឲ្យដោះចំនួនទៀតហើយក្នុងខ្លួនអត់មានបរៀលអត់មានសាច់ប្រាក់ណាដែលត្រូវទៅដោះបំណុលនឹងចេញតើខ្ញុំសម្ពាធខ្លាំងប៉ុណ្ណា
ban nhom tập phong video lệp tham lệp ấy nước bông bồn khơi nhảy pe nắng không hai nẹt đại việt tơ vậy thạc nhom nắng nghe hiền phơ đọc thằng nâng hai tia tầng o drop sầm bắt tầng o chi là bỏ nhom ba hai o cha ngày o cha drop sầm bắt bong ngày tầng o ngày tê chmu tạo quạt tầng tia ngày lan ngày đây ngày mi bảo bạn cả lại tê tạo quạt tầng o thế bơ ngày nâng hành khăng hành do riêng bạch nâng mau vậy tia đại pi cái ba lại đăng tha anh chưa chặt khăng vào con na bạn anh phơ đo đầm mặt ca nâng nghe tầng o cái này đăng ấy np đại nhom từ sông sạch bạc vô mà đo bằng nồi nâng ấy đăng bọc côi mà nè tiết cái chơi mà can nhom dạng mà dễ kê tha kê bằng cao nhom máu sầm rạp tai oi rồi lôi chỉnh trong kê tai nó nâng cư chỉ bị mà đai bọc nhom trong ban đây thạc nhom admin đầm lại được không cao này quạt ấy quạt khòn tai bằng cao nhom máu tục đôi tia sẽ có đầm bay rồi lôi quạt chật bọc phụ quạt trong hai nhom mà đai cái nơi cái lại nga đai mà nói đầm lại nhom ấy hai bà nè đai vậy thạc nhom là mở côn hiền bắt đăng chỉ đồn đầm bay giọt drop mà bình hành chui do te do đây thi hải đừng la này bênประมาณ trường te tới chua qua tầng o hơn hành toàn bị anh vậy ấy hành hiên nó te chua tới quạt sai nâng á anh chọn khơi hay là trong video ní nhom xong tao bong ôn bà nhom mình vậy rương đi lang méo cái nơi tại cất thạc nhom chỉ mà được đái à cọ hiên thưa là thằng nâng vì miền phượng từ vì miền say thời trăm bị nhom mà mặt cái lại nâng